ជីវ៉ាន់ស៊ុយនេះជាមួយនឹងមីស៊ូអប់បកងនេះគឺឆ្ងាញ់ខ្លាំងមែនតើបង្កងហ្នឹងបងប្អូនឡើងជុះស៊ីហ្មងនេះអូយឡើងលើបលងមានជាតិមានជើហ្មងណាមើលទៅហើយនេះខួរអ្នកភ្លក់រសជាតិមិនដែរត្រូវបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីធ្វើបង្កងអាប់មីស៊ូឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយអត់មានក្លិនឆ្អាបទេណាបងប្អូនគឺឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងបងប្អូនចង់ដឹងថាវិធីធ្វើរបៀបណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបងយើងដាក់5មីស៊ូរបស់យើងសិនណាបងប្អូនទាំងអស់គ្នាខ្ញុំមានចំនួនមីស៊ូចំនួន2ដុំបងប្អូនយកមកដាក់តាមពួកអីខ្ញុំចូលចិត្តមីស៊ូអញ្ចឹងបងប្អូនចូលចិត្តច្រើនឬតិចដាក់តាមហ្នឹងហើយបង្កងមានចំនួនកន្លះគីឡូបងប្អូនហើយខ្ញុំមានជីវ៉ាន់ស៊ុយ1ដុំខ្ញីនេះដែលបំបត្តិម៉ាត់ក្លិនឆ្អាបបងប្អូនទាំងអស់គ្នាយើងត្រូវមានខ្ញី1ដុំដើម្បីកុំឲ្យវាឆ្អាបហើយជីវ៉ាន់ស៊ុយនេះឲ្យក្លិនឈ្ងុយអញ្ចឹងយើងចាប់ផ្ដើមលាងសម្អាតបង្កងយើងកាត់ប្រួយកាត់អីចឹងណាហើយបងប្អូនខ្ញុំចាប់ផ្ដើមកាត់បង្កងខ្ញុំយកចេញបន្ទូកកបងប្អូនឃើញអញ្ចឹងមានស្នាមកកនេះអញ្ចឹងកាត់សម្អាតវាហើយចាំលាងទឹកវាអានេះខ្ញុំប្រើកន្ត្រៃកាត់ណាបងប្អូនវិធីកាត់ងាយស្រួលយើងប្រើកន្ត្រៃស្រួលបំផុតមកយកកន្ត្រៃកាត់ពុកមាត់ឬក៏ជើងកតុយវាចេញឲ្យស្អាតហើយយើងឆ្កឹះយកអាចវាចេញណាហើយយើងសម្អាតវាឲ្យស្អាតល្អមកបងប្អូននេះបងប្អូនទាំងអស់គ្នាគឺជាគ្រឿងផ្សំសម្រាប់យើងយកទៅអប់មីស៊ូណាខ្ញីម្ដុំខ្ញុំបានហាន់ជាប្រទេសអញ្ចេះហើយស្លឹកជីវ៉ាន់ស៊ុយហើយខ្ញុំកាត់យកគល់វាអញ្ចេះជាមួយនឹងខ្ទឹមសហើយម្រេចសម្រាប់យកទៅបុកចូលគ្នាហើយបង្កងខ្ញុំបានកាត់លាងសម្អាតរួចរាល់អស់ហើយបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមមកបុកគល់ជីវ៉ាន់ស៊ុយជាមួយនឹងខ្ទឹមសហើយនឹងម្រេចឥឡូវយើងរៀបចំដាក់នេះខ្ទឹមម្រេចហើយគល់ជីវ៉ាន់ស៊ុយបុកបញ្ចូលគ្នាណាបងប្អូនទាំងអស់គ្នាបុកវាម៉ត់មកដើម្បីវាឈ្ងុយក្លិនហ្នឹងយកទៅអប់ទៅគឺថាឈ្ងុយតែម្ដងអត់ឲ្យបង្កងវាក្លិនឆ្អាបហើយមីស៊ូយើងគឺថាមានរសជាតិឆ្ងាញ់ល្មួតហ្មងណាចូលគ្រឿងទៅថាឈ្ងុយហ្មងបងប្អូនអញ្ចឹងបងប្អូនអត់បានមានគល់ជីវ៉ាន់ស៊ុយយកមកបុកជាមួយខ្ទឹមមួយនឹងម្រេចទេគឺมันអាចយកថាឈ្មោះបង្កងអាប់មីស៊ូបានហើយតែមានអាហ្នឹងมันឈ្ងុយត្រូវគ្រឿងបង្កងអាប់មីស៊ូបងប្អូនបុកម្រេចហើយនឹងគល់ជីវ៉ាន់ស៊ុយខ្ទឹមអីយើងហើយរួចរាល់ឥឡូវចាប់ផ្ដើមមករៀបចំលាយគ្រឿងមីស៊ូម្ដងបងប្អូនយើងលាយវាឲ្យសព្វហើយចាំយើងយកវាទៅអប់ឥឡូវយើងចាក់ប្រេងខ្យងចូលប្រេងខ្យងខ្ញុំចាក់ចំនួនមកស្លាបព្រាបាយបងប្អូនដាក់រៀងកំប៉ុងតិចបងប្អូនប្រើប្រេងល្ងឈ្ងុយឆ្ងាញ់ខ្លាំងណាស់តែខ្ញុំថ្ងៃនេះអស់ប្រេងល្ងឥឡូវខ្ញុំចាក់ប្រេងឆាចូលចំនួនមកស្លាបព្រាទៀតណាបងប្អូនចាក់វាចូលបន្តិចមកដើម្បីឲ្យមីស៊ូយើងនឹងវាទន់តោះមកយើងចាក់ទឹកស៊ីអ៊ីវចំនួនមកស្លាបព្រាបាយដែរដាក់ប៊ីចេងមកស្លាបព្រាកាហ្វេណាបងប្អូនខ្ញុំប្រើស្ករសមកស្លាបព្រាបាយបន្ទាប់មកទៀតយើងច្របល់វាឲ្យវាសព្វល្អណាបងប្អូនឥឡូវមីស៊ូរបស់ខ្ញុំបានច្របល់វាសព្វល្អចូលគ្រឿងគ្នាហើយខ្ញុំចាប់ផ្ដើមទៅដាក់ខ្ទះដើម្បីអប់យើងដាក់ខ្ទះមកក្តៅពេញមួយពេញឆាក្តៅបងប្អូនហើយយើងយកខ្ញីដែលយើងហាន់ជាប្រទេសមិញហ្នឹងដាក់វាចូលដាក់ឲ្យវារៀងឈ្ងុយណាបងប្អូនដាក់បែបនេះមកបងប្អូនឥឡូវវាចាប់ផ្ដើមឈ្ងុយក្លិនខ្ញីហ្នឹងឥឡូវយើងចាក់គ្រឿងដែលយើងបុកមិញមានគល់ជីវ៉ាន់ស៊ុយហើយម្រេចខ្ទឹមណាចាក់វាចូលមកយើងលេងវាឲ្យឈ្ងុយមកមួយបងប្អូនអរគ្នាខ្ញុំបន្ថែមខ្ទឹមលេងតិចទៀតឥឡូវយើងចាក់បកងចូលបងប្អូនពេលដែលយើងលេងក្លិនឈ្ងុយបែបនេះយើងដាក់បកងចូលមកយើងចូលបែបនេះបកងយើងអត់ស្អាតទេបងប្អូនអរគ្នាយើងអត់បានលេងវាវាស្អាតហើយយើងដាក់ចេះទៅវាកាត់ក្លិនឆ្អាបបានល្អអានេះយើងបង់គ្រឿងនៅក្នុងពាបកងយើងតិចៗណាបងប្អូនមិនយើងដាក់នោះខ្លះហើយចឹងយើងបង់តិចៗទេដើម្បីអីឲ្យវាមានជាតិនៅក្នុងសាច់បកងមានទឹកប្រៃបន្តិចស្ករបន្តិចប៊ីចេងបន្តិចគ្រឿងបន្តិចហ្នឹងមកចុងសាភាទេព្រោះយើងបានដាក់នៅក្នុងមីស៊ូហើយឥឡូវបកងយើងចាប់ផ្ដើមរៀងចង់ឆ្អិនហើយយើងចាក់ទឹកថែមបន្តិចដើម្បីអីឲ្យមីស៊ូយើងរីកល្អហើយទន់បើយើងអត់មានទឹកចឹងគឺវាស្ងួតរឹងណាហើយបើបងប្អូនមានជារបៀបទឹកស៊ុបមាន់ឬក៏ទឹកស៊ុបចឹងជ្រូកអីចឹងយើងអាចចាក់ចូលមកដើម្បីមានជាតិខ្លាំងតែនេះតែប៉ុណ្ណេះក៏ជាតិដែរបងប្អូនទាំងអស់គ្នាឥឡូវយើងដាក់វាឲ្យពុះសិនចាំបន្តិចទៀតចាំយើងបង់មីស៊ូចូលនេះឥឡូវនេះយើងណាបកងឆ្អិនចាប់ផ្ដើមពុះហើយឥឡូវយើងចាក់មីស៊ូចូលនេះបងប្អូនគាត់ចាក់ចូលមកនេះព្រោះអីទឹកស៊ុបយើងនេះក្តៅគាត់ចាក់ចូលមកហ្នឹងមីស៊ូយើងចាប់ផ្ដើមទន់រលោមកនេះតែខ្ញុំដាក់វាថ្ងំវាអប់វាមួយទុះដើម្បីវាចូលគ្រឿងជាមួយនឹងបកងជាមួយនឹងគ្រឿងក្រៅរបស់យើងឲ្យសព្វល្អណា
ហើយខ្ញុំបិទកម៉ូបងំអត់វាឲ្យនេះសិនឥឡូវខ្ញុំដាក់អប់វាចំនួន5នាទីបងប្អូនហើយបើកហើយអូឡើងតំណងហ្មងសាច់មីសួរឡើងទន់ល្មូតណាឡើងទន់ល្មូតអញ្ចឹងមិនញ៉ាំទៅឆ្ងាញ់អត់ផុយទេគឺវារៀងស្វិតសាច់មីសួរស្វិតល្អនេះឥឡូវឆ្អិនណាយើងដាក់គ្រឿងថែមណារួចរាល់ហើយជីវ៉ាន់ស៊ុយយើងហ៎បងប្អូនឥឡូវខ្ញុំរៀបចំដាក់ចានសិនឥឡូវខ្ញុំរៀបចំដួសដាក់ចាននេះបងប្អូនចាប់ដាក់ចាននេះខ្ញុំបានដាក់ដួសដាក់ចានរួចរាល់ហើយបងប្អូនឥឡូវយើងគ្រាន់តែរោយជីវ៉ាន់ស៊ុយយើងពីលើបន្តិចមកដើម្បីបន្ថែមសម្រស់ឲ្យស្អាតអានេះវាមិនមែនត្រឹមតែស្អាតទេគឺវាឈ្ងុយបងប្អូនជីវ៉ាន់ស៊ុយនេះជាមួយនឹងមីសួរអប់បកងនេះគឺឆ្ងាញ់ខ្លាំងរួចរាល់ហើយបងប្អូនទាំងអស់គ្នាបកងអាប់មីសួររបស់ខ្ញុំឃើញហើយតំណងអត់បងប្អូនហើយមិនមែនថាមកតំណងទេណាតែនេះរសជាតិថាឆ្ងាញ់ហ្មងអត់មានក្លិនឆ្អាបបកងទេមានតែក្លិនឈ្ងុយគ្រឿងម្រេចហើយខ្ទឹមហើយនឹងគល់ជីវ៉ាន់ស៊ុយហើយនឹងខ្ញីបងប្អូនហើយនឹងគ្រឿងផ្សំរបស់យើងគឺថាឈ្ងុយខ្លាំងហ្មងណាហើយនិយាយថារសជាតិញាក់សាហាវហ្មងបងប្អូនភ្លេចធ្វើតាមទាំងអស់គ្នាណាបង្កងហ្នឹងបងប្អូនឡើងជូស៊ីហ្មងនេះអូយឡើងរលើបរលោងមានជាតិមានជើហ្មងណាមើលទៅហើយនេះខួរអ្នកភ្លក់រសជាតិមិនដែរឆ្ងាញ់ផ្អែមញ៉ាំមានខ្ញីវាស៊ីជាមួយនឹងខ្ញីជាមួយនឹងម្រេចហើយនឹងគល់ជីវ៉ាន់ស៊ុយហ្នឹងគឺថាធានាថាបងប្អូនធ្វើតាមហើយអត់ខំម្ដងទេឆ្ងាញ់តែម្ដងអត់ស្ដាយលុយទេចំណាយលុយអត់តិចទេបងប្អូនប្រហែលជា20000អីគឺបានមីសួរអប់បង្កងឡើងមួយចានធំហ្មងអញ្ចឹងសូមអរគុណច្រើនបងប្អូនវីដេអូនេះដល់ទីបញ្ចប់ហើយសូមជូនបងប្អូនទាំងអស់គ្នារកទទួលទានមានបានសំណាងល្អសុខភាពល្អ